សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាយប់នេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ច្រាំងថ្មខ្មោចព្រៃដ៏ស្ងាត់ជ្រងំដែលជាប់ឃុំឃាំងសេចក្តីស្លាប់នៅក្នុងរាត្រីគ្មានពន្លឺច័ន្ទពេលដែលខ្លះមឹងយៈមិនបានមកត្រឹមតែបរបាញ់ទេប៉ុន្តែវាដើរវងជុំវិញក្រោមផ្ទះមកលើសំឡេងញ័ររន្ទឺហើយហៅឈ្មោះអ្នកជាភាសាមនុស្សអញ្ចឹងទៅតោះយើងឡើងទៅលើផ្ទះឲ្យហើយស្ដាប់រឿងនេះទាំងអស់គ្នារឿងនេះរៀបចំឡើងសម្រាប់ការកម្សាន្តនិងការស្ដាប់ពេលយប់ជ្រៅប៉ុណ្ណោះដោយខ្លឹមសារទាំងអស់រួមទាំងតួអង្គឈ្មោះបុគ្គលនិងទីកន្លែងក្នុងរឿងគ្រាន់តែជាការក្លែងធ្វើដែលបង្កើតឡើងថ្មីមិនមានបំណងបំពានឬបង្កកការខូចខាតដល់បុគ្គលឬទីកន្លែងណាមួយក្នុងការពិតទេសូមឲ្យអ្នកទាំងអស់គ្នាស្ដាប់ដើម្បីការកម្សាន្តនិងរីករាយជាមួយរឿងរ៉ាវនៅរាត្រីនេះសូមអរគុណខ្យល់បក់បោកនិងសូមបង្អួចឈើចាស់រហូតដល់សំឡេងសៅផ្លាស់ទីអាប់អសហោចូលតាមស្នាមប្រេះរបស់ក្តារឈើចូលមកក្នុងបន្ទប់ធ្វើការតូចចង្អៀតក្លិនសើមនៃស្លឹកឈើរលួយនិងក្លិនដីសើមបក់មករហូតធ្វើឲ្យអារម្មណ៍មិនស្រួលមន្ត្រីស្រុកឈ្មោះអាត់រុំកិលកាខោអាវពណ៌កាគីដែលសើមញើសគោះចុងម្រាមដៃលើតុឈើដែលមានផែនទីយោធានៅកណ្ដាលពន្លឺពីចង្គៀងប្រេងឆ្លុះបញ្ចាំងលើកំភ្លើងពីដើមដែលដាក់ក្បែរ3ថ្ងៃហើយព្រាន3ថ្ងៃពេញដែលមនុស្សរបស់ខ្ញុំបាត់ខ្លួនចូលទៅក្នុងជួរភ្នំនោះសំឡេងរបស់មន្ត្រីវ័យក្មេងស្អកស្ងួតភ្នែកមុតមមសម្លឹងទៅរូបរាងធំដែលឈរផ្អៀងនឹងសសរផ្ទះនៅជ្រុងងងឹតត្រាប្រណាត់សាមប្រេងដងយឺតជឹកធ្នូឈើធំយ៉ាងស្ងប់ស្ងាត់ផ្ទៃធ្នូឈើប្រែជាខ្មៅចាំងពីការប្រើប្រាស់អស់ជាង10ឆ្នាំម្រាមដៃដែលគ្រើមនិងពេញទៅដោយស្នាមរបួសលូកតាមអក្សរបុរាណដែលឆ្លាក់ជ្រៅក្នុងឈើរាល់ពេលដែលម្រាមដៃប៉ះនឹងអក្សរទាំងនោះព្រានឈ្មោះលេងនិងមានអារម្មណ៍ដល់ភាពត្រជាក់ដែលហូរចូលឆ្អឹង3ថ្ងៃនៅច្រាំងថ្មខ្មោចក្នុងយប់15រះលេងនិយាយសំឡេងទាបសំឡេងស្ងប់ស្ងាត់រហូតគួរឲ្យខ្លាចព្រៃវាមិនបានបិទទ្វារទេលោកវាបើកប៉ុន្តែសំណួរគឺវាបើកទទួលអ្នកណាចូលទៅឬវាបើកឲ្យអ្វីចេញមកខ្ញុំមិនខ្វល់ពីរឿងខ្មោចទេព្រានបុរសវ័យក្មេងឈ្មោះវុតដែលជាកូនព្រានអង្គុយសមាធិនៅលើកម្រាលឈើដែលរលួយដៃរបស់គាត់កាន់កាំបិតចង្កេះយ៉ាងតឹងរហូតឆ្អឹងសឪពុកខ្ញុំបាត់ខ្លួនទៅជាមួយពូលុយដែលលោកឲ្យវាគ្រប់គ្រាន់ឲ្យឪពុកខ្ញុំប្រថុយឆ្លងកំពូលភ្នំប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញសូម្បីតែស្រមោលពន្លឺគោមរបស់គាត់ខ្ញុំគិតថាយើងមិនចាំបាច់ទៅដល់ច្រាំងថ្មនោះទេលុយ150របស់លោកវាថ្លៃគ្រប់គ្រាន់សម្រាប់បញ្ចុះសពខ្ញុំហើយជាពិសេសយប់គ្មានពន្លឺច័ន្ទបែបនេះយាយខ្ញុំប្រាប់ថានៅស្ងៀមអីកូនលេងស្រែកកាត់សំឡេងមិនខ្លាំងប៉ុន្តែមុតមមរហូតកូនបញ្ញាប់យកដៃមកបិទមាត់ភ្លាមលេងបែរមកមើលប៉ូលីសអៀងលោកនៅតែចង់ឡើងទៅមែនទេមនុស្សរាជការបាត់ខ្លួនខ្ញុំត្រូវតែនាំគាត់ត្រឡប់មកវិញមិនថានៅសល់តែសាកសពឬអ្វីក៏ដោយមន្ត្រីវ័យក្មេងចាប់ខ្សែកំភ្លើងឡើងពាក់ស្មាលើកទ្រូងត្រង់ដោយជាទំនុកចិត្តក្នុងអាវុធដ៏ខ្លាំងក្លានិងជួយការពារវត្ថុអាថ៌កំបាំងបានលេងដាក់ធ្នូឈើចូលក្នុងក្រណាត់យកព្រួយមុនអាគមចំនួន3ដែលចងក្បាលដោយខ្សែសក្ការៈដាក់ក្នុងថង់ខ្នងគាត់ដើរចេញទៅមាត់ទ្វាររៀនផ្ទះពន្លឺថ្ងៃស្រអាប់មិនទាន់មកដល់មានតែអាប់ក្រាស់គ្របដណ្ដប់ច្រាំងថ្មខ្ពស់នៅខាងមុខដោយជញ្ជាំងយក្សពណ៌ប្រផេះប្រសិនបើយើងទៅគ្រប់គ្នាត្រូវតែស្ដាប់បង្គាប់ខ្ញុំលេងបែរមកភ្នែកដ៏មុតមមសម្លឹងជ្រៅទៅក្នុងភ្នែកអ្នករាល់គ្នាហាមហៅឈ្មោះពិតរបស់គ្នាឯងទាំងស្រុងក្នុងព្រៃប្រសិនបើឮសំឡេងអ្នកណាហៅហាមឆ្លើយតបហៅកូនហាមនិយាយអំពីសាច់អាំងឬអ្វីដែលអាចបរិភោគបានទាំងស្រុងហើយហាមបន្ទោសថានឿយហត់ប្រសិនបើឯងភ័យរហូតធ្វើឲ្យវត្ថុបរិសុទ្ធធ្លាក់ខ្ញុំនឹងទុកឯងចោលនៅមាត់ច្រាំងថ្មនោះកូនលេបទឹកមាត់ធំប្រញាប់អោបគ្រឿងសក្ការៈនៅទ្រូងរអ៊ូអាំងស្រាលពីពីនេះតទៅកុំហៅថាកូនហៅខ្ញុំថាអ្នកស្អាតវិញអូយព្រះគ្រូជួយទៅការធ្វើដំណើរចាប់ផ្ដើមនៅកណ្ដាលភាពងងឹតនិងអាប់ក្រាស់រហូតពន្លឺគោមរបស់ប៉ូលីសអៀងស្រាយទៅមុខមិនដល់3ជំហាន
ផ្លូវឡើងចោតបន្តិចម្ដងតាមជួរថ្មខាងឆ្វេងគឺច្រាំងថ្មចោតខាងស្ដាំគឺភាពទទេនៃច្រាំងថ្មខ្ពស់ដែលចុះទៅក្នុងជ្រៅខ្យល់ព្រៃបក់បោកជារលកសំឡេងស្បែកជើងធ្ងន់របស់ប៉ូលីសអៀងប៉ះគ្រោះផ្ទុយពីជំហានដ៏ស្ងៀមស្ងាត់ដូចខ្លាសម្លុបរបស់ព្រានលេងវុតដើរតាមព្រានធំចិត្តភ្នែកសម្លឹងមើលតាមអាប់ដោយមិនថយចំណែកកូននៅខាងក្រោយដឹកស្បៀងធ្ងន់ជើងញ័រព្យាយាមមិនបែរមើលទៅខាងច្រាំងថ្មបិទពន្លឺគោមលេងបញ្ជាស្រាលដោយមិនបែរមកមើលបិទងងឹតប៉ុន្មាននេះមើលមិនឃើញផ្លូវទេព្រានបិទសំឡេងរបស់លេងកាន់ទៅតឹងពន្លឺគោមវានឹងឆ្លោះបញ្ចាំងភ្នែកព្រៃហើយប្រសិនបើមានអ្វីមួយកំពុងសម្លឹងមើលយើងពីលើច្រាំងថ្មវានឹងឃើញយើងមុនប៉ូលីសអៀងរអ៊ូអាំងក្នុងបំពង់កប៉ុន្តែព្រមបិទបដូរបរិយាកាសស្ងាត់រហូតឮសំឡេងថ្មតូចដែលកូនដើរជន់ធ្លាក់ចុះទៅច្រាំងថ្មគ្មានសំឡេងប៉ះបាតជ្រៅបង្ហាញពីជម្រៅដែលមើលមិនឃើញក្លិនព្រៃចាប់ផ្ដើមប្រែប្រួលវាមិនមែនជាក្លិនស្លឹកឈើសើមធម្មតាទេប៉ុន្តែជាក្លិនត្រីស្រាលដូចសាច់សត្វដែលហាលថ្ងៃចាប់ផ្ដើមរលួយលេងឈប់ភ្លាមគាត់លើកដៃស្ដាំជាសញ្ញាឲ្យអ្នកទាំងអស់គ្នាឈប់ពន្លឺស្ងប់ស្ងាត់ខណៈពេលដែលប៉ូលីសអៀងស្ទើរតែប៉ះខ្នងកូនភ័យរហូតលុតជង្គង់ចុះលើដីភក់នេះអ្វីទៅព្រានកូនខ្សឹបសំឡេងញ័រប្រញាប់យកដៃមកស្វែងរកថ្មក្បែរខ្លួនលេងអោនចុះទៀបភ្នែកមុតមមសម្លឹងទៅដីភក់នៅចំណុចដែលអាប់ស្ដើងបន្តិចពន្លឺស្រអាប់ពីមេឃបង្ហាញដានជ្រៅនៅលើដីភក់វាមិនមែនជាដានជើងសត្វព្រៃធម្មតាទេដាននោះធំទូលាយដូចបាតដៃមនុស្សប៉ុន្តែប្រវែងវែងខុសពីធម្មតាទម្ងន់នៅកែងជើងជ្រៅជិត2អ៊ីងដូចជើងមនុស្សយក្សប៉ុន្តែនៅចុងម្រាមជើងមានស្នាមក្រញាំមុតស្រួចចុចជ្រៅចុះទៅក្នុងដីលេងលូកដៃគ្រើមទៅប៉ះកែមដាននោះដីភក់នៅតែទន់នឹងសើមគ្មានទឹកហូរចូលបង្ហាញថាម្ចាស់ដានទើបតែដើរកន្លងទៅមិនយូរហើយទម្ងន់របស់វាត្រូវតែធំសម្បើមជាងខ្លាធម្មតាច្រើនដងដានជើងខ្លាធំមែនទេប៉ូលីសអៀងខ្សឹបសំឡេងដែលធ្លាប់អួតអាងឥឡូវចាប់ផ្ដើមញ័រពេលអោនចុះមើលដានយក្សក្បែរជើងខ្លួនឯងមិនមែនខ្លាធម្មតាទេវុតនិយាយឡើងភ្នែកក្រហមខ្លាណាដែលបោះជំហានវែងប្រមាណនេះចម្ងាយជំហានគ្នាជិត3ម៉ែត្រវែងដូចមនុស្សធំលោតទ្រុកឯច្រាំងថ្មខ្មោចលេងនិយាយសំឡេងត្រជាក់ភ្នែកឡើងវាដឹងហើយថាយើងមកក្លិនត្រីនេះគឺក្លិនបបបាញ់របស់វាដានជើងនេះដើរតាមមាត់ច្រាំងថ្មឆ្ពោះទៅទិសដែលមនុស្សរបស់លោកបាត់ខ្លួនរំពេចនោះខ្យល់ព្រៃធំបក់បោកឡើងពីច្រាំងថ្មខាងក្រោមនាំយកអាប់ក្រាស់និងក្លិនឈាមស្រស់លាយជាមួយក្លិនស្អុយនៃខ្លាយខ្ជាក់រហូតធ្វើឲ្យចង់ក្អួតកូនយកដៃមកបិទមាត់មុខស្លេករហូតស្ទើរតែរលាយជាមួយអាប់ទៅនៅក្នុងភាពងងឹតនៅពីក្រោយអាប់នៅលើច្រាំងថ្មខ្ពស់មានសំឡេងក្រហឹមស្រាលដូចសំឡេងថ្មកិនបន្លឺឡើងក្នុងបំពង់ករបស់សត្វមួយបន្លឺឡើងពេញច្រាំងថ្មរហូតមិនអាចបែងចែកថាមកពីទិសណាសំឡេងក្រហឹមស្រាលក្នុងបំពង់កនោះបន្លឺចូលមកក្នុងទ្រូងរហូតមានអារម្មណ៍ញាក់ចុងជើងប៉ះនឹងថ្មនៅមាត់ផ្លូវអ្វីដែលលេចឡើងក្នុងពន្លឺភ្លឺមួយសន្ទុះនោះមិនមែនជាស្រមោលដើមឈើទេប៉ុន្តែវាគឺជាខ្នងធំសម្បើមដូចក្របីព្រៃសាច់ដុំត្រគាកធំកំពុងធ្វើចលនាឡើងទៅកន្លែងខ្ពស់យ៉ាងលឿនមុននឹងបាត់ទៅក្នុងភាពងងឹតរួមជាមួយសំឡេងមេឃឈើបាក់មានតែសំឡេងដកដង្ហើមរបស់ប៉ូលីសអៀងនិងសំឡេងគ្រឿងសក្ការៈរបស់កូនដែលកំពុងញ័រព្រានលេងកូនលុតជង្គង់ចុះដៃទាំងពីរអោបកាបបស្រាលមុខប្រេះវាធំណាស់អាចជិះបានខ្លាធំប៉ុន្មាននេះកូនមិននៅទេកូននឹងត្រឡប់ទៅផ្ទះយាយឥឡូវនេះក្រោកឡើងកូនប្រសិនបើឯងមិនចង់ខ្លាចជាសត្វព្រៃរបស់វានៅទីនេះទេវុតស្រែកដោយសំឡេងញ័រដៃស្ដាំទាញកំបិតចង្កេះចេញភ្នែកពេញទៅដោយភាពភ័យខ្លាចលាយជាមួយកំហឹងវាឆ្ពោះទៅខ្ទមព្រៃចាស់មែនទេលេងមិនឆ្លើយភ្នែករបស់គាត់សម្លឹងទៅថ្មដែលបែកខ្ចាត់ខ្ចាយពីកម្លាំងរបស់សត្វយក្សរោមខ្លាវែងក្រាស់ពណ៌ខ្មៅលាយប្រភេទជ្រុះនៅលើស្លឹកឈើសើមគាត់យកវាមកធុំក្លិនខ្លាំងលាយជាមួយក្លិនទឹកអប់បុរាណក្លិននៃអាប់ធ្មប់ខ្មៅកំភ្លើងរបស់លោកមានប្រមាណគ្រាប់
លេងបែរមកសួរសំឡេងស្ងប់ប៉ុន្តែភ្នែកមុតមាំក្នុងកំភ្លើង2ក្នុងខ្សែក្រវ៉ាត់មាន10ទៀតសរុប12សូម្បីតែដំរីក៏នៅដែរព្រានប៉ូលីសអៀងព្យាយាមទប់សំឡេងមិនឲ្យញ័រដៃដែលកាន់កំភ្លើងនៅតែបែកញើសរក្សាទុកវាសម្រាប់បើកផ្លូវកុំសង្ឃឹមប្រើវាដើម្បីសម្លាប់វាលេងបែរខ្នងដាក់ធ្នូឈើឆ្លងស្មាក្របកំភ្លើងរបស់លោកគ្រាន់តែធ្វើឲ្យស្បែកវាមាស់ប៉ុន្តែប្រសិនបើវាឈឺហើយមិនស្លាប់វានឹងតាមសងសឹករហូតដល់គ្មានអ្នកណារួចពីច្រាំងថ្មខ្មោចនេះបើតបមកយើងនឹងធ្វើដូចម្ដេចត្រឡប់ទៅវិញមន្ត្រីវ័យក្មេងសួរត្រឡប់មិនបានទេហើយខ្យល់នៅលើច្រាំងថ្មប្រែប្រួលក្លិនរបស់វាព័ទ្ធជុំវិញយើងអស់ហើយប្រសិនបើយើងបែរខ្នងឥឡូវនេះវានឹងវាយប្រហារយើងពីក្រោយម្នាក់ម្ដងកូនយំស្ងៀមប្រញាប់លើកខ្លួនក្រោកឈរជើងញ័រព្យាយាមឈរនៅកណ្ដាលរវាងមុតនិងប៉ូលីសអៀងមាត់រអូអាំងសូត្រមុនមិនល្អទេកុំហៅថាកូនគឺជាអ្នកស្អាតក្លាហាមស៊ីអ្នកស្អាតផ្លូវដើរតាមមាត់ច្រាំងថ្មកាន់តែចង្អៀតឡើងរហូតនៅសល់ទទឹងមិនដល់2ហត្ថម្ខាងជាច្រាំងថ្មក្រានឌីតខ្ពស់ម្ខាងទៀតចុះទៅក្នុងជ្រៅដែលពោពេញទៅដោយអាប់រាល់ជំហានត្រូវប្រើការលូនក្នុងភាពងងឹតរំពេចនោះពន្លឺថ្ងៃស្រអាប់ចាប់ផ្ដើមរះពីលើជួរភ្នំឆ្ងាយបង្ហាញទេសភាពជុំវិញអាប់ពណ៌ប្រផេះនៅតែក្រាស់អណ្ដែតនៅពីលើទឹកខាងក្រោមនៅចុងផ្លូវមាត់ច្រាំងថ្មលេចឡើងសំណង់ខ្ទមឫស្សីចាស់មានដំបូលស្លឹកត្នោតស្ងួតស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរជញ្ជាំងបាក់បែកត្រូវបានហែកជារុនធំដោយកម្លាំងរបស់អារក្សលែងនាំក្រុមចូលទៅក្នុងតំបន់ខ្ទមយ៉ាងស្ងៀមស្ងាត់ក្លិនឈាមនៅទីនេះខ្លាំងរហូតធ្វើឲ្យចង់ក្អួតនៅលើដីមុខខ្ទមពន្លឺគោមស្រអាប់មួយធ្លាក់នៅលើដីកញ្ចក់បាក់បែកប៉ុន្តែថ្មនៅតែមានពន្លឺស្រអាប់នៅក្បែរនោះមានដានអូសវែងចុះទៅជម្រាលភ្នំឆ្ពោះទៅព្រៃក្រាស់អាវរបស់ចាស់ប៉ូលីសអៀងឧទានចង្អុលទៅបំណែកក្រណាត់ពណ៌កាគីដែលជាប់នឹងបន្លាមានស្នាមឈាមក្រហមចាស់ស្ងួតវុតប្រញាប់ចូលទៅមើលដានអូសភ្នែកបើកធំដោយការភ្ញាក់ផ្អើលព្រានដានអូសនេះចម្លែកវាមិនមែនជាដានខ្លះអូសសត្វព្រៃទេលេងអោនចុះមើលដានដីភក់មុខខ្ទមមានដានបាតដៃមនុស្ស5ដែលចុចជ្រៅចុះទៅក្នុងដីរួមជាមួយក្រញាំជើងអូសសាកសពទៅលើដីដូចជាមនុស្សកំពុងអូសវត្ថុធ្ងន់វាប្រែคล้ายទៅមកវិញដើម្បីបញ្ឆោតនឹងអូសសត្វព្រៃវាស៊ីមនុស្សម្នាក់ហើយម្នាក់ទៀតនៅជាមួយវាលេងវិភាគសំឡេងទៀបព្រានលេងកូនដែលឈរញ័រក្បែរសំណង់ខ្ទមស្រែកម្រាមដៃញ័រចង្អុលឡើងទៅលើកំពូលឈើធំពីរដែលឈរត្រដែតនៅមាត់ច្រាំងថ្មអ្នករាល់គ្នាងើបមុខឡើងមើលតាមរាមដៃកូននៅលើមែកឈើខ្ពស់ជិត4ម៉ែត្រមានសាកសពបរោះស្លៀកពាក់ឯកសណ្ឋានទាហានព្រៃម្នាក់ត្រូវបានព្យួរក្បាលចុះដោយខ្សែវល់ដែលរុំកជើងមុខរបស់គាត់ស្លេកភ្នែកបើកធំដោយភាពភ័យរន្ធត់ឈាមស្រស់នៅតែហូរចុះមកលើស្លឹកត្នោតអ្នករាល់គ្នាស្ពឹកដូចត្រូវបណ្ដាសាគឺសាកសពដែលព្យួរក្បាលចុះនោះពោះវៀននិងសរីរាង្គខាងក្នុងត្រូវបានឆក់យកទៅរហូតទៅទេនៅសល់តែស្បែកនិងឆ្អឹងជំនីដែលផុសចេញមកលើសចាស់សមភាពភ័យរន្ធត់នៅចំពោះមុខបំផ្លាញតក្កវិជ្ជារបស់មនុស្សទីក្រុងអស់ស្ងៀមលេខបញ្ជាសំឡេងមុតអារម្មណ៍របស់ព្រានធំតានតឹងដល់ចំណុចកំពូលខ្យល់ព្រៃឈប់ស្ងៀមក្លិនខ្លាចាស់បក់កាន់តែខ្លាំងដូចជាវាកំពុងឈរក្បែរពួកគេក្នុងភាពងងឹតប៉ូលីសអៀងក្រោកឡើងវុតកូនយកកាបូបត្រឡប់ទៅភូមិឥឡូវនេះសំឡេងរបស់ព្រានលេងមិនខ្លាំងប៉ុន្តែវាមុតមាំនិងមានអំណាចគ្រប់គ្រាន់ដើម្បីទាញស្មារតីមន្ត្រីវ័យក្មេងឲ្យក្រោកឡើងដៃរបស់លេងដែលកាន់ធ្នូឈើនៅស្ងៀមភ្នែកមុតមាំសម្លឹងមើលតាមអាពណ៌ប្រផេះក្រាស់ដែលចាប់ផ្ដើមព័ទ្ធជុំវិញខ្ទមចាស់ព្រានបន្ទាប់មកសាកសពចាស់វុតសួរសំឡេងញ័រជើងដកថយភ្នែកមិនដាច់ពីសាកសពទទេដែលព្យួរនៅលើមែកឈើវាមិនមែនជាសាកសពធម្មតាទេវុតវាគឺជានុយវាព្យួរវាឲ្យយើងងើបមុខពេលវាវាយប្រហារវានឹងចូលពីក្រោមលេងស្រែកស្អកសំឡេងស្លឹកត្នោតស្ងួតប៉ះគ្នាបន្លឺឡើងពីគុម្ពោតក្រាស់ឆ្ងាយមិនដល់5ជំហានវាមិនមែនជាសត្វព្រៃដើរកាត់ទេប៉ុន្តែជាជំហានធ្ងន់ដែលបំណងអូសកាត់ដីភក់
ក្លិនស្អុយដោយសាកសពរលួយលាយជាមួយក្លិនទឹកអប់ថៃបក់មកប៉ះច្រមុះកូនលេបទឹកមាត់ធំដៃទាំងពីរយកកាបូបលោតឆ្លងគល់ឈើរត់ទៅមុខមនុស្សដំបងជើងញ័រកូនមិនទេព្រានកូននាំមុខអូយច្រាំងថ្មក៏ចោតខ្មោចក៏ដុះលុយ150កូនមិនទេកូនរអ៊ូអាំងជាភាសាខ្មែរសំឡេងខ្ពស់រត់នាំក្រុមត្រឡប់ទៅផ្លូវមាត់ច្រាំងថ្មយ៉ាងលំបាកប៉ូលីសអៀងព្យាយាមលើកកំភ្លើងឡើងបាញ់ចូលទៅក្នុងអាប់វានៅឯណាព្រានចេញមកប្រសិនបើឯងហ៊ានពិតចេញមកកុំបាញ់លេងចាប់កអាវមន្ត្រីទាញឲ្យដើរតាមដានជើងកូនសំឡេងកំភ្លើងបន្លឺច្រាំងថ្មវានឹងធ្វើឲ្យព្រៃបញ្ឆោតភ្នែកយើងដើរបន្តកុំឈប់អាប់ក្រាស់បិទបាំងរហូតភាពមើលឃើញនៅសល់តែមួយជំហានផ្លូវតូចចង្អៀតនៅមាត់ច្រាំងថ្មគួរឲ្យខ្លាចជាងពេលទៅច្រើនដងខាងស្ដាំគឺជញ្ជាំងថ្មក្រានីតងឹតខាងឆ្វេងគឺជ្រៅទទេដែលមានតែអាប់ពណ៌ប្រផេះអណ្ដែតអ្នករាល់គ្នាត្រូវប្រើដៃលូនតាមជញ្ជាំងថ្មរំកិលជើងម្ដងមួយជំហានភ្លៀងព្រៃចាប់ផ្ដើមធ្លាក់ជាបន្ទាត់ដំណក់ភ្លៀងត្រជាក់លាយជាមួយក្លិនត្រីធ្វើឲ្យព្រឺរោមព្រានលេងផ្លូវខាងមុខវាមិនដូចដើមទេសំឡេងកូនស្រែកពីក្បាលក្រុមលេងប្រញាប់ជ្រៀតឆ្លងកាត់ប៉ូលីសអៀងនិងវុតឡើងទៅមុខពលឺថ្ងៃស្រអាប់ពេលល្ងាចបាត់ទៅយ៉ាងលឿនជំនួសដោយភាពងងឹតនៃយប់15អ្វីដែលនៅខាងមុខពួកគេមិនមែនជាផ្លូវដើមនៅមាត់ច្រាំងថ្មទេប៉ុន្តែជាផ្លូវបំបែកពីរដែលលាតសន្ធឹងទៅក្នុងអាប់ផ្លូវមួយចុះទៅព្រៃតូចផ្លូវមួយទៀតស្របទៅនឹងមាត់ច្រាំងថ្មព្រានផ្លូវណាយើងមកផ្លូវណាប៉ូលីសអៀងសួរដោយភ័យសំឡេងពេញទៅដោយការភ័យខ្លាចលេងអោនចុះមើលដីដែលចាប់ផ្ដើមคล้ายជាភក់ដោយសារភ្លៀងគ្មានដានជើងរបស់ពួកគេពេលមកទេមានតែដានថ្មីដែលមានក្រញាំមុតស្រួចដើរឆ្លាស់គ្នានៅលើផ្លូវដែលចុះទៅព្រៃតូចវាបញ្ឆោតភ្នែកយើងវាចង់ឲ្យយើងចុះទៅព្រៃទាបព្រោះនៅទីនោះវានឹងព័ទ្ធជុំវិញយើងបានងាយលេងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើរតាមមាត់ច្រាំងថ្មកាន់ផ្លូវស្ដាំលោកអាត់ជួយខ្ញុំផងសំឡេងមួយបន្លឺឡើងតាមភ្លៀងនឹងអាប់ពីផ្លូវព្រៃតូចខាងក្រោមសំឡេងទន់ភ្លន់ស្គាល់ត្រចៀកស្អកដូចមនុស្សកំពុងអស់កម្លាំងប៉ូលីសអៀងស្ទុះឡើងភ្នែកបើកធំនោះជាសំឡេងចាស់មិនទាន់ស្លាប់ទេព្រានមន្ត្រីវ័យក្មេងធ្វើដូចជានឹងដើរចុះទៅផ្លូវទាបលោកអាប់ចាស់បានស្លាប់ជាយូរមកហើយពោះគាត់ទៅទេអស់ហើយនោះមិនមែនជាមនុស្សទេលេងទប់មន្ត្រីវ័យក្មេងអាត់ចាស់ឈឺណាស់វាឆក់យកថ្លើមនឹងតម្រងនោមចាស់អស់ហើយសំឡេងនោះនៅតែបន្តហៅតែនេះសំឡេងប្រែជាស្អកប៉ុន្តែការបញ្ចេញសំឡេងខុសហើយមានសំឡេងក្រហមស្រាលក្នុងបំពង់កនៅចុងប្រយោគនីមួយៗកូនយកដៃបិទត្រចៀកទាំងពីរយំខ្សឹបអូយវាដឹងឈ្មោះលោកបន្ទាប់មកវាបញ្ឆោតលោកហើយព្រានបុនជួយកូនកូនមិនចង់ស្ដាប់កូនមិនមែនកូនទេកូនឈ្មោះអ្នកស្អាតវុតគ្រប់គ្រងលោកលេងបញ្ជាវុតត្រឹមកិលខ្លួនមកខាត់ប៉ូលីសអៀងដែលមានរោគសញ្ញាវង្វេងពីមុនអាគមនៃសំឡេងហៅលេងទាញធ្នូឈើរហូតចុងបញ្ចេញព្រួញមុនអាគមដំបងហោះកាត់អាប់ចុះទៅរកប្រភពសំឡេងក្រហមខ្ពស់ដូចខ្លាយខ្សាក់បន្លឺឡើងពេញជ្រលងភ្នំជញ្ជាំងថ្មមាត់ច្រាំងថ្មញ័ររន្ទឺស្បាត់សំឡេងក្រហមបន្លឺឡើងរហូតត្រចៀកស្ទើរតែដាច់គ្រឿងសក្ការៈរបស់កូនធ្លាក់បាត់ទៅក្នុងជ្រៅមុនអាគមវារលាយហើយរត់ទៅភូមិលេងស្រែកឡើងអ្នករាល់គ្នារត់កាត់ភាពងងឹតនឹងភ្លៀងតាមមាត់ច្រាំងថ្មដោយមិនគិតជីវិតកូនយកកាបូបលោតយល់ជើងញ័រប៉ុន្តែរត់យ៉ាងលឿនប៉ូលីសអៀងត្រូវបានវុតទាញរត់កណ្ដាលសំឡេងកំពតរង្គើនិងសំឡេងលោតដើរតាមរបស់សត្វយក្សនៅលើច្រាំងថ្មពីលើក្បាលពន្លឺគោមពីរានផ្ទះភូមិលេចឡើងស្រអាប់តាមអាប់នឹងភ្លៀងកូនរត់ចុះពីជំរាលរអិលលើដីភក់មនុស្សដំបងរាងកាយមូលរមៀលទៅឈប់នៅគល់សសរផ្ទះធំខាងចុងភូមិប៉ូលីសអៀងនឹងបុតរត់តាមមកដកដង្ហើមធ្ងន់ដោយមានព្រានលេងកាន់ធ្នូគ្រប់គ្រងខាងក្រោយភ្នែកមុតមមរបស់ព្រានធំនៅតែសម្លឹងមើលភាពងងឹតក្នុងព្រៃដែលស្ងប់ស្ងាត់ខុសពីធម្មតាយាយយកចិនដាចុះ
យកចណ្ដាលចុះឲ្យលឿនកូនស្រែកជាភាសាខ្មែរវាយកណ្ដាប់ដៃលើសសរផ្ទះធំដែលសើមដោយប្រេងជាប់ព្រៃសំឡេងសោឈើខាងលើផ្លាស់ទីជន់ចណ្ដាលឈើក្រាស់ត្រូវបានទម្លាក់ចុះពីរានផ្ទះខ្ពស់ជិត4ម៉ែត្រមុខចាស់ពេញទៅដោយស្នាមជ្រួញរបស់យាយកែវផុសចេញពីមាត់ទ្វារភ្នែកបង្ហាញពីភាពភ្ញាក់ផ្អើលពេលឃើញស្ថានភាពអ្នករាល់គ្នាឡើងមកចៅយាយកែវស្រែកកាត់ភ្លៀងកូនមិនរងចាំអ្នកណាទេវាឡើងចឈើដំបងដូចស្វាតាមដោយប៉ូលីសអៀងដែលអស់ស្ថានភាពកំភ្លើងព្យួរពីក្រោយយ៉ាងលំបាកវុតដើរតាមឡើងងាកមកមើលព្រានលេងដែលទើបតែដើរឡើងចណ្ដើរជាមនុស្សចុងក្រោយភ្លាមដែលលេងឡើងដល់រៀនផ្ទះគាត់បែរមកបញ្ជាសំឡេងមុតវុតកូនជួយទាញចណ្ដើរឡើងឥឡូវនេះអ្នកទាំងពីរជួយគ្នាទាញខ្សែពួរស្លឹកទាញចណ្ដើរឈើក្រាស់ឡើងដាក់លើរៀនផ្ទះឆ្លងផុតពីក្រោមផ្ទះភ្លាមធ្វើឲ្យផ្ទះឈើធំដាច់ឆ្ងាយពីដីខាងក្រោមទាំងស្រុងជុំវិញផ្ទះដែលលើកខ្ពស់កណ្ដាលភាពងងឹតប៉ូលីសអៀងអង្គុយចុះផ្អៀងជញ្ជាំងឈើដកដង្ហើមធ្ងន់អាវពណ៌កាគីសើមជាប់ស្បែកញាក់ពីខ្យល់ច្រាំងថ្មអ្នករាល់គ្នាស្ដាប់ឲ្យល្អលេងដើរទៅកេមរៀនផ្ទះដាក់ថង់ក្រណាត់ធ្នូឈើក្បែរខ្លួនភ្នែកមុតមមសម្លឹងមើលអ្នករាល់គ្នាយប់នេះជាយប់គ្មានពន្លឺច័ន្ទខ្លាចាស់បានឈាមចាស់ហើយអំណាចរបស់វានឹងខ្លាំងជាងមុនហាមអ្នកណាដុតពន្លឺគោមឬចង្កៀងឲ្យមានពន្លឺចេញទៅក្រៅទាំងស្រុងបន្ទាប់មកយើងត្រូវនៅក្នុងភាពងងឹតបែបនេះទេព្រានប៉ូលីសអៀងសួរសំឡេងញ័រប្រើតែពន្លឺគោមកណ្ដាលផ្ទះនេះគ្រប់គ្រាន់ហើយសំខាន់បំផុតហាមហៅឈ្មោះពិតរបស់គ្នាឯងទាំងស្រុងប្រសិនបើមានសំឡេងគ្រូសំឡេងសាច់ញាតិឬសំឡេងអ្នកណាហៅឈ្មោះពីក្រោមផ្ទះហាមងើបមុខមើលតាមក្តារហាមសួរហាមឆ្លើយកូនអោបកាបូបយ៉ាងតឹងរុំកិលខ្លួនទៅអង្គុយជាប់ប៉ូលីសអៀងរហូតក្តារឈើបន្លឺសំឡេងមាត់រអ៊ូអាំងមិនឈប់កូនមិនមែនកូនទេកូនឈ្មោះអ្នកស្អាតលោកកុំហៅឈ្មោះកូនបើមិនដូច្នោះទេខ្មោចខ្លាវានឹងយកក្បាលកូនទៅស៊ីពេលវេលាកន្លងផុតទៅយ៉ាងយឺតភាពងងឹតនៃយប់15បូកជាមួយភ្លៀងធ្លាក់ស្រាលគ្របដណ្ដប់រហូតមើលមិនឃើញសូម្បីតែដៃខ្លួនឯងបរិយាកាសស្ងប់ស្ងាត់រហូតគួរឲ្យខ្លាចមានតែសំឡេងទឹកភ្លៀងធ្លាក់លើដំបូលស្លឹកត្នោតរំពេចនោះក្តារឈើក្រាស់ចាប់ផ្ដើមញ័រស្រាលវាមិនមែនជាការញ័រពីខ្យល់ព្យុះទេប៉ុន្តែជាកម្លាំងប៉ះពីខាងក្រោមសំឡេងជើងដើររបស់សត្វយក្សដែលកំពុងដើរវង់នៅក្រោមផ្ទះសំឡេងញ័រដីស្រាលជាចង្វាក់ធ្វើឲ្យកូនភ្នែកធំដូចពងទាដៃដែលកាន់គ្រឿងសក្ការៈញ័រឡើងលេងរំកិលខ្លួនស្ងៀមទៅជ្រុងបន្ទប់ផ្អៀងភ្នែកទៅនឹងស្នាមប្រេះធំនៃក្តារឈើសម្លឹងចុះទៅក្នុងភាពងងឹតខាងក្រោមពន្លឺស្រអាប់ពីគោមខាងលើឆ្លុះតាមស្នាមប្រេះឈើបង្ហាញខ្នងយក្សដែលមានឆ្នូតពណ៌លឿងឆ្លាស់ខ្មៅកំពុងធ្វើចលនានៅក្រោមផ្ទះរាងកាយរបស់វាធំជាងខ្លាធម្មតា3ដងកម្ពស់ខ្នងវាស្ទើរតែប៉ះក្តារក្រោមផ្ទះក្លិនខ្លាំងស្អុយលាយជាមួយក្លិនទឹកអប់ថៃផ្សព្វផ្សាយតាមស្នាមប្រេះឈើសត្វសាហាវយក្សបែរក្បាលទៅរកក្រោលគោក្បែរផ្ទះរំពេចនោះសំឡេងឫស្សីក្រោលគោបាក់បន្លឺឡើងតាមដោយសំឡេងគោមេនិងកូនស្រែកយ៉ាងខ្លាំងតែ2ដងមុននឹងត្រូវកាត់ផ្ដាច់ប្រែជាសំឡេងសាច់ស្រស់ត្រូវបានហែកនិងសំឡេងឆ្អឹងបាក់ប៉ូលីសអៀងយកដៃមកបិទមាត់ខ្លួនឯងទឹកភ្នែកហូរដោយភាពភ័យខ្លាចខ្លាំងបំផុតកំភ្លើងនៅក្នុងដៃញ័ររហូតកំភ្លើងប៉ះនឹងកម្រាលឈើកាន់កាំបិតយ៉ាងតឹងរហូតឈាមហូរតាមចន្លោះក្រចកនៅនាទីនៃសេចក្តីស្លាប់នោះសំឡេងមួយបន្លឺឡើងពីជណ្ដើររៀនផ្ទះដែលត្រូវបានទាញឡើងវុតកូនចុះមកជួយឪពុករួចពីខ្លាហើយវាខំជើងឈឺណាស់កូនសំឡេងកក់ក្ដៅស្គាល់ជាសំឡេងពូម៉ាន់ឪពុករបស់វុតគ្មានកំហុសវុតធ្វើចលនាដូចនឹងក្រោកទៅរៀនផ្ទះកុំលេងលោតមកចុចស្មាវុតចុះលើកម្រាលឈើយ៉ាងខ្លាំងភ្នែកមុតមមឯងស្ដាប់សំឡេងនោះមានសំឡេងក្រហឹមរបស់ខ្លាលាយឡំឪពុកឯងស្លាប់ហើយវុតប្រសិនបើឯងមិនជឿឪពុកឯងទេអ្នករាល់គ្នាឆ្លាតណាស់មែនទេសំឡេងកក់ក្ដៅប្រែប្រួលភ្លាមคล้ายជាសំឡេងទៀបស្អកបន្ទាប់មក
ខ្ញុំនឹងឡើងទៅរកតែម្នាក់ឯងចប់សំឡេងប្រកាសសំឡេងឡើងយ៉ាងលឿនបន្លឺឡើងពីក្រោមផ្ទះរូបរាងយក្សបោលខ្លួនចូលទៅសសរផ្ទះឈើរហូតផ្ទះទាំងមូលញ័ររន្ទឺសសរផ្ទះឈើក្រាស់យោទៅមករហូតក្តារកំរាលបែកសំឡេងសោឈើបន្លឺឡើងពូលីអៀងបាត់លំនឹងរអិលទៅប៉ះនឹងជញ្ជាំងរបស់ប្របរក្នុងកាបូបរីប៉ៃកូនស្រែកសំឡេងបាត់បិទភ្នែកដៃទាំងពីរអោបជើងព្រានលេងមុខមូលប្រេះអូយខ្លាះក្បាលមនុស្សវានឹងបំផ្លាញផ្ទះហើយព្រានចណ្ដើក៏យកឡើងហើយសសរផ្ទះក៏លាបថ្នាំហើយប៉ុន្តែហេតុអ្វីវានៅតែមានអំណាចដូចនេះកូនព្រមសងបំណុលយាយ200ព្រានជួយកូនលែងជើងខ្ញុំលែងក្រវីជើងចេញឈរយ៉ាងមមួនកណ្ដាលផ្ទះដែលកំពុងយល់ដៃស្ដាំលូកទៅយកព្រួញមុនអាគមទី2ចេញពីថង់ឫស្សីមុខរបស់ព្រានធំតានតឹងភ្នែកមុតមមសម្លឹងតាមស្នាមប្រេះក្តារចុះទៅខាងក្រោមសំឡេងក្រហមទាបដោយផ្ទាំងថ្មរលំបន្លឺឡើងពីក្រោមផ្ទះកម្លាំងប៉ះលើកទី2តាមមកលើកនេះសសរផ្ទះជ្រុងខាងក្រោលគោធ្លាក់ចុះចិត្តពាក់កណ្ដាលហាត់ចង់ក្រញ៉ាំយក្សហែកតាមចន្លោះក្តារឈើផុសឡើងហែកក្រណាត់ដែលដាក់លើកំរាលជាបន្ទះក្លិនខ្លាំងរហូតធ្វើឲ្យប៉ូលីសអៀងក្អួតវាអាចឡើងមកបានពិតមែនទេព្រានមន្ត្រីវ័យក្មេងលូនទៅរកកំភ្លើងដាក់គ្រាប់រំសេវដោយដៃញ័ររហូតគ្រាប់រំសេវធ្លាក់លើកំរាលប្រសិនបើសសរផ្ទះដួលវាក៏អាចឡើងមកបានលេងប្រាប់សំឡេងតឹងបែរមកបញ្ជាវុឌ្ឍដែលកំពុងឈរកាន់កំបិតភ្នែកភ្លឺដោយកំហឹងវុឌ្ឍទៅយកភ្លើងក្នុងចង្ក្រានចាក់ប្រេងជាប់ព្រៃចុះតាមស្នាមប្រេះក្តាររំពេចនោះអណ្ដាតភ្លើងឆេះឡើងយ៉ាងលឿនចុះទៅក្រោមផ្ទះពន្លឺភ្លើងឆ្លុះបញ្ចាំងរូបរាងយក្សដែលមានឆ្នូតពណ៌លឿងឆ្លាស់ខ្មៅកំពុងប្រយុទ្ធនឹងសសរផ្ទះសំឡេងក្រហមប្រែជាសំឡេងឈឺចាប់ពេលអណ្ដាតភ្លើងដែលមានក្លិនឱសថបន្សាបអលមដាគុំឆេះប៉ះមុខក្រាស់ពុកមាត់របស់ខ្លាចាស់រូបរាងយក្សដកថយពីក្រោមផ្ទះភ្លាមសំឡេងជើងធ្ងន់លុតកាត់ភ្លៀងនិងអាប់ឆ្ពោះត្រឡប់ទៅជម្រាលភ្នំច្រាំងថ្មខ្មោចផ្ទះទាំងមូលត្រឡប់មកស្ងប់ស្ងាត់វិញមានតែសំឡេងដកដង្ហើមនិងសំឡេងទឹកភ្លៀងធ្លាក់លើដំបូលប៉ូលីសអៀងអង្គុយចុះយកដៃកាន់ក្បាលវាទៅហើយមែនទេព្រានវាគ្រាន់តែដកថយដើម្បីត្រៀមខ្លួនលេងដាក់ព្រួយមុនអាគមចូលថង់ភ្នែកនៅតែសម្លឹងមើលតាមភាពងងឹតវាដឹងថាយើងមានភ្លើងមុនអាគមប៉ុន្តែវាមិនព្រមចាក់ចេញពីសត្វព្រៃដែលវាចង់បានទេយប់នេះភូមិមិនមានសុវត្ថិភាពទេបន្ទាប់មកយើងនឹងធ្វើដោយម្ដេចព្រានតើយើងត្រូវនៅស្ងៀមទាំងអស់គ្នាទេវុឌ្ឍសួរទឹកភ្នែកហូរពេញថ្ពាល់យើងត្រូវតែលបួងវាចេញទៅច្រាំងថ្មខ្មោចនៅចំណុចដែលផ្លូវបាក់នៅវាលភក់ព្រានលេងលោកនឹងនាំយើងទៅស្លាប់នៅមាត់ច្រាំងថ្មមែនទេឆ្វេងក៏ជ្រៅស្ដាំក៏ខ្លាធំដូចសេះកូនមិនទៅទេកូនស្រែកខ្ញុំនឹងនៅលើផ្ទះនេះរហូតដល់ព្រឹកប្រសិនបើឯងនៅលើផ្ទះនេះថ្ងៃស្អែកព្រលឹមអ្នកភូមិនឹងឃើញតែឆ្អឹងឯងកូនលេងប្រាប់សំឡេងទន់រហូតគួរឲ្យព្រឺរោមខ្លាធំទម្ងន់វាច្រើនដីភក់មាត់ច្រាំងថ្មនឹងកំណត់ល្បឿនវាហើយសំឡេងខ្យល់បន្លឺច្រាំងថ្មនឹងធ្វើឲ្យត្រចៀកវាច្រឡំនោះគឺជាផ្លូវរួចតែមួយគត់របស់យើងប៉ូលីសអៀងក្រោកឈរឡើងលើកទ្រូងទោះបីជើងទាំងពីរនៅតែញ័រគាត់កាន់កាំភ្លើងខ្ញុំទៅជាមួយខ្ញុំត្រូវតែសងសឹកឲ្យចាស់លេងងាក់ក្បាលបន្តិចត្រៀមខ្លួនពន្លត់ភ្លើងក្នុងផ្ទះទាំងអស់យើងនឹងចុះទៅក្នុងភាពងងឹតលូនតាមមាត់ច្រាំងថ្មឡើងទៅភាពងងឹតពេញលេញចតាឈើក្រាស់ត្រូវបានទម្លាក់ចុះទៅដីភក់ខាងក្រោមយ៉ាងស្ងៀមស្ងាត់បំផុតព្រានលេងដើរចុះមុនគេជើងទទេរបស់គាត់ប៉ះនឹងភាពត្រជាក់នៃដីភក់ប៉ូលីសអៀងវុឌ្ឍនិងកូនចុះតាមមកយ៉ាងលំបាកកូនអោបកាបូបយ៉ាងតឹងរហូតខ្នងកោងមាត់រអូអាំងគ្មានសំឡេងកាន់ជញ្ជាំងថ្មខាងស្ដាំរំកិលជើងបន្តិចម្ដងបន្តិចហាមប្រើពលឺគោមទាំងស្រុងលេងខ្សឹបបញ្ជាភ្នែកបើកធំប្រឆាំងនឹងភាពងងឹតនិងអាប់ដែលកំពុងក្រាស់ឡើងខ្យល់ព្រៃពីជ្រៅខាងឆ្វេងបក់កាន់តែខ្លាំងសំឡេងខ្យល់ប៉ះថ្មបន្លឺឡើងស្ដាប់ទៅដោយសំឡេងយំរបស់ខ្មោចព្រៃផ្លូវមាត់ច្រាំងថ្មកាន់តែចង្អៀតជំរាលកាន់តែចោត
ក្លិនឈាមស្រស់លាយជាមួយក្លិនទឹកអប់ថៃនៅតែអណ្ដែតជុំវិញមិនដឹងថាវានៅខាងមុខខាងក្រោយឬនៅពីលើក្បាលព្រានកូនមើលមិនឃើញផ្លូវទេព្រានកូនខ្សឹបសំឡេងញ័រដៃម្ខាងចាប់អាវពណ៌កាគីសើមរបស់ប៉ូលីសអៀងប្រសិនបើកូនរអិលធ្លាក់ច្រាំងថ្មយាយក៏គិតថាកូនរត់ចោលបំណុលមែននៅស្ងៀមកូនវុតដែលដើរតាមក្រោយខ្សឹបបញ្ជាកំបិតនៅក្នុងដៃនៅតែកាន់យ៉ាងតឹងភ្នែកពេញទៅដោយការតាំងចិត្តប៉ុន្តែមានការភ័យខ្លាចរំពេចនោះសំឡេងថ្មតូចៗធ្លាក់ពីផ្លូវដែលពួកគេទើបតែដើរកាត់លេងឈប់ភ្លាមអ្នករាល់គ្នាឈប់ស្ងៀមដោយត្រូវបណ្ដាសាដង្ហើមធ្ងន់ត្រូវបានលេបបាត់ទៅក្នុងសំឡេងភ្លៀងសំឡេងក្រហមទាបក្នុងបំពង់កបបន្លឺឡើងឆ្ងាយពីកូនដែលនៅខាងក្រោយមិនដល់7ហត្ថនៅក្នុងអាប់ពណ៌ប្រផេះលេចឡើងភ្នែកពីរដែលមានពន្លឺពណ៌បៃតងទំហំយក្សសម្លឹងមកភ្នែកនោះនៅខ្ពស់ពីដីជិត2ម៉ែត្របង្ហាញពីទំហំដ៏ធំសម្បើមវានៅពីក្រោយប៉ូលីសអៀងមន្ត្រីវ័យក្មេងបាត់ស្មារតីបែរកំភ្លើងទៅរកប្រភពសំឡេងកុំលេងស្រែកប្រមានសំឡេងកំភ្លើងបន្លឺឡើងពេញជ្រលងភ្នំកម្លាំងគ្រាប់រំសេវប៉ះនឹងមុខនិងទ្រូងរបស់វាពេញប៉ុន្តែសំឡេងដែលឆ្លើយតបមកវិញមិនមែនជាសំឡេងយំឈឺចាប់របស់សត្វរបួសទេប៉ុន្តែវាគឺជាសំឡេងសើចទាបស្អកដូចមនុស្សចាស់សំឡេងសើចកាំភ្លើងរបស់ឯងធ្វើអីខ្ញុំមិនបានទេលោកអាត់សំឡេងខ្លាចចាស់ប្រែជាសំឡេងគ្រូសំឡេងកាំភ្លើងបន្លឺឡើងពេញច្រាំងថ្មខ្មោចរហូតត្រចៀកឮឡើងអាប់ពណ៌ប្រផេះជុំវិញរំកិលបិទបាំងភ្នែករូបរាងយក្សលោតចូលមកក្នុងចម្ងាយជិតរត់ទៅវាលភក់ខាងមុខលេងស្រែកកូនស្រែកអស់សំឡេងរត់នាំមុខក្រុមទៅក្នុងភាពងងឹតកូនមិននៅទេអ្នកណាខ្លួនឯងរូបរាងមូលរត់រអិលលើដីភក់រហូតបាតផ្ទះដីព្រានលេងអូភក់ជ្រៅដល់ជង្គង់កូនដើរមិនចេញទេកូនវាយកណ្ដាប់ដៃលើជង្គង់ខ្លួនឯងយំជាភាសាខ្មែរអាវុធប្រឡាក់ភក់ទាំងអស់ប៉ូលីសអៀងរំកិលមកជួយទាញចាប់ឲ្យលឿនប៉ូលីសអៀងមិនខ្វល់សំឡេងគាត់ប្រើខ្នងជាប់នឹងច្រាំងថ្មធំដៃទាំងពីរព្យាយាមទាញគ្រាប់រំសេវចុងក្រោយពីខ្សែក្រវ៉ាត់ដាក់ចូលកំភ្លើងដោយភាពលំបាកញើសលីទឹកភ្លៀងហូរចូលភ្នែកវានឹងតាមមកច្បាស់ព្រានព្រួញទី2របស់លោកមិនអាចសម្លាប់វាបានទេវាឈឺប៉ុន្តែវាមិនស្លាប់លែងនិយាយសំឡេងទាបពេលយកព្រួញមន្តអាគមចុងក្រោយព្រួញបំផ្លាញវិញ្ញាណដាក់លើធ្នូភ្នែកមុតមមរបស់ព្រានធំសម្លឹងត្រឡប់ទៅព្រៃតូចប្រេងជ័រព្រៃលាយជាមួយឱសថបានរាយពាសពេញក្នុងភក់ហើយមែនទេវុតឆ្លើយបាតព្រានឈរគ្រប់គ្រងក្បែរច្រាំងថ្មដៃស្ដាំកាន់កំបិតយ៉ាងតឹងភ្នែកឆ្លោះបញ្ចាំងពន្លឺគោមក្រោមដីប្រសិនបើវាដើរចូលមកភ្លើងនឹងឆេះជើងវាភាពស្ងប់ស្ងាត់ត្រឡប់មកគ្របដណ្ដប់វាលភក់វិញមានតែសំឡេងទឹកភ្លៀងធ្លាក់លើផ្ទៃទឹករំពេចនោះសំឡេងឫស្សីស្ងួតនិងមែកឈើធំប៉ះគ្នាបន្លឺឡើងពីព្រៃក្រាស់ខាងមុខខាងឆិតភាពមើលឃើញងងឹតបន្តិចម្ដងបង្ហាញរូបរាងយក្សខ្មៅដែលកំពុងដើរយឺតមកក្នុងវាលភក់ដានជើងរបស់វាដើរលើដីភក់ឆ្នោតពណ៌លឿងឆ្លាស់ខ្មៅសើមដោយទឹកភ្លៀងនិងឈាមខ្មៅដែលហូរចេញពីមុខរបួសស្មាស់ស្ដាំចំណុចដែលព្រួញមន្តអាគមទី2ចាក់ប៉ុន្តែមុខរបួសនោះមានជាលិកាខ្មៅកំពុងព្យាយាមភ្ជាប់មុខរបួសយ៉ាងគួរឲ្យភ័យរន្ធត់គ្រូព្រានលេងនិយាយសំឡេងស្រាលទាបពោពេញទៅដោយការសោកស្ដាយតណ្ហាចង់បានអមតៈនោះហើយជាអ្វីដែលធ្វើឲ្យលោកត្រូវខ្លាចជាសត្វដែលយាមច្រាំងថ្មខ្មោចនេះលេងសំឡេងទាបស្អកដូចព្រះចាស់បន្លឺចេញពីមាត់យក្សប៉ុន្តែសំឡេងបន្លឺឡើងហើយមានសំឡេងក្រហមលាយឡំខ្ញុំមិនមែនជាសត្វទេខ្ញុំគឺជាម្ចាស់ព្រៃខ្ញុំគឺជាអ្នកជ្រើសរើសអ្នករាល់គ្នាត្រូវតែប្រគល់សាច់ស្រស់ឲ្យខ្ញុំចប់សំឡេងប្រកាសរូបរាងយក្សដូចសេះបល់ខ្លួនចូលមកក្នុងវាលភក់ក្រញ៉ាំយក្សទះចុះកណ្ដាលភក់កាលណារូបរាងយក្សរបស់ខ្លាចាស់បល់ខ្លួនខ្លាំងប៉ុណ្ណាដីភក់ក្រាស់នៃវាលភក់បំផ្លាញវិញ្ញាណក៏ស្រូបយកជើងឆ្នូររបស់វាឲ្យលិចចុះដល់កែងដៃល្បឿនដែលធ្លាប់លឿនដោយព្យុះបាត់ទៅភ្លាមរូបរាងយក្សដូចសេះកំពុងធ្វើចលនាយល់វុតដុតលេងស្រែកបញ្ជា
រុំកលខ្លួនកិច្ចទៅកែមថ្មវុតបោះឈើភ្លើងនៅក្នុងដៃចុះទៅដីភក់ដែលសើមដោយប្រេងជាប់ព្រៃអណ្ដាតភ្លើងពណ៌ក្រហមឆេះឡើងពីផ្ទៃដីភក់ដោយអារៈភ្លើងកំពុងឆេះដុតជើងស្ដាំនិងពោះខ្លាយកែផ្សែងខ្មៅក្រាស់និងក្លិនឱសថបន្សាបមុនអាគមផ្សព្វផ្សាយតាមអាប់សំឡេងក្រហមប្រែជាសំឡេងឈឺចាប់យ៉ាងខ្លាំងប្រែពីសំឡេងសត្វព្រៃទៅជាសំឡេងយំរបស់បុរសចាស់រូបកាយរបស់វាព្យាយាមតស៊ូទាញជើងឡើងពីភក់ប៉ុន្តែទម្ងន់ដ៏ធំសម្បើមធ្វើឲ្យវាលិចចុះជារៀងរាល់ពេលលោកបាញ់ច្រាំងថ្មលេងស្រែកដៃឆ្វេងលើកធ្នូឈើទាញរហូតចុងតម្រង់ព្រួញចុងក្រោយទៅកម្រិតភ្នែកសត្វសាហាវប៉ូលីសអៀងរំកិលខ្លួនចេញទៅឈរមាំមួនមាត់ច្រាំងថ្មខ្ពស់លើកកំភ្លើងឡើងបាញ់ក្របរំសេវចុងក្រោយទៅជញ្ជាំងថ្មម្ខាងសំឡេងកំភ្លើងបន្លឺឡើងសំឡេងបន្លឺឡើងពីជញ្ជាំងថ្មក្រានីតតូចចង្អៀតសំឡេងបន្លឺឡើងទៅមកដូចមានកំភ្លើងរាប់សិបនៅជុំវិញត្រចៀកដ៏មុតមាំរបស់សត្វសាហាវច្រឡំវាងាកក្បាលទៅឆ្វេងម្ដងស្ដាំម្ដងព្រានលេងកន្ទុយវាកំពុងបោកមករកកូនដែលដេករៀបស្មើលើដីភក់ស្រែកពេលចុងកន្ទុយវែងក្រាស់របស់ខ្លាយខ្សាបបោកកាត់ខ្យល់កន្ទុយបោកប៉ះក្បាលរូបរាងមូលទៅប៉ះថ្មបែកវុតអោនលេងបញ្ជាភ្នែកមុតមាំធ្នូឈើនៅស្ងៀមរងចាំពេលវេលាដែលខ្លាចចាស់ងាកក្បាលកិច្ចពីសំឡេងកំភ្លើងព្រួញមុនអាគមចុងក្រោយព្រួញបំផ្លាញវិញ្ញាណត្រូវបានបញ្ចេញពីធ្នូហោះកាត់អាប់និងអណ្ដាតភ្លើងចាក់ចំកណ្ដាលថ្ងាសដែលមានស្នាមជ្រួញដូចមនុស្សចាស់នៃខ្លាចចាស់សំឡេងមុនអាគមបែកបន្លឺឡើងក្នុងភាពងងឹតរូបរាងយក្សរបស់សត្វសាហាវឈប់ស្ងៀមភ្នែកពណ៌បៃតងភ្លឺរលត់បាត់សំឡេងក្រហមស្ងប់បាត់ប្រែជាសំឡេងឆ្អឹងពេញខ្លួនបែករូបកាយរួញតូចចុះយ៉ាងលឿនកណ្ដាលភ្លៀងដែលកំពុងធ្លាក់លៀងភ្លើងព្រៃឲ្យរលត់បន្សល់ទុកតែស្រមោលរូបរាងដែលកំពុងលិចចុះទៅបាតវាលភក់នៅមាត់ច្រាំងថ្មខ្មោចរូបរាងទី1បោលចុះកណ្ដាលភក់ឆ្ងាយពីកន្លែងដែលប៉ូលីសអៀងអង្គុយមិនដល់3ហត្ថដីភក់ក្រាស់បោកបក់ពីលើក្បាលមន្ត្រីទៅប៉ះជញ្ជាំងថ្មពន្លឺគោមចុងក្រោយនៅលើដីឆ្លុះបញ្ចាំងរូបរាងរបស់សត្វចម្លែកវាគឺជារូបកាយបរិសុទ្ធស្គមស្គាំងស្បែកស្លេករហូតឃើញសរសៃឈាមខ្មៅផុសពេញខ្លួនប៉ុន្តែដៃនិងជើងធំខុសសមាមាត្រម្រាមដៃប្រំបត់កោងចាក់ចូលភក់រួមជាមួយក្រញាំខ្លាមុតសំឡេងឆ្អឹងពេញរូបកាយនៅតែបន្តបែកមុខពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វងើបមុខភ្នែកពណ៌ក្រហមភ្លឺសម្លឹងមកប៉ូលីសអៀងមាត់ហែកធំទូលាយរហូតដល់ត្រចៀកញញឹមបង្ហាញចង្កុំវែងសំឡេងក្រហមស្អកក្នុងបំពង់កដែលហើមមន្ត្រីដកថយវុតស្រែកលោតទៅទាញកអាវពណ៌កាគីរបស់ប៉ូលីសអៀងទាញដកថយកំបិតនៅក្នុងដៃឆ្វេងក្រវីការពារក្នុងពេលដំណើរគ្នារូបរាងទី2នៅលើច្រាំងថ្មខ្ពស់លោតតាមមកវាគឺជាខ្លាឆ្នោតពេញវ័យដែលមានរូបរាងស្លីមនិងលឿនជាងខ្លាចាស់ទី1ក្រញាំយក្សទះចុះលើកាបូបកូនរហូតខ្សែបែកកម្លាំងប៉ះបញ្ជូនរូបរាងមូលហោះទៅភក់អូយយេជួយកូនកាបូបកូនអស់ហើយវានឹងស៊ីកូនហើយព្រានកូនមិនមែនអ្នកស្អាតទេកូនព្រមខ្លាយជាមនុស្សអាក្រក់វាយកូនចុះលេងធ្វើចលនាដូចស្រមោលដើរភក់មកខាត់មុខរូបកាយកូនធ្នូឈើទាញរហូតប៉ុន្តែថង់ខ្នងរបស់គាត់ទៅទេព្រួយមុនអាគមទាំង3ត្រូវបានប្រើប្រាស់អស់ហើយព្រានធំខំថ្មិញភ្នែកមុតមាំភ្លឺគាត់ទាញកំបិតមុនអាគមដែលមានដៃភ្លុកចេញពីចង្កេះវុតមន្ត្រីកូនកាន់គែមច្រាំងថ្មលេងស្រែកពួកវាប្រែคล้ายមិនពេញលេញមុនអាគមវាមិនទាន់ខ្លាំងដោយខ្លាចាស់ទេខ្លាស្មឹងរូបរាងស្គមស្គាំងពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វអោនចុះទៀបភក់ជុំវិញពុះពីកម្ដៅមុនអាគមដែលបញ្ចេញពីរូបកាយវាពង្រីកក្រញាំលោតចូលទៅព្រានលេងដោយលបឿនរូបកាយពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វលោតកាត់ភ្លៀងក្រញាំដែលមានក្រញាំវែងទះទៅទ្រូងព្រានលេងព្រានធំកិច្ចខ្លួនជើងទៅទេរកាន់យ៉ាងតឹងលើដីភក់ដៃស្ដាំដែលកាន់កំបិតមុនអាគមដៃភ្លុកគូសជាខ្សែកោងកំបិតមុនអាគមកាត់ស្មាឆ្វេងនៃអមនុស្សស្គមស្គាំងវាក្រហមឈាមខ្មៅដូចជ័រហូរចេញពីមុខរបួសក្លិនស្អុយផ្សព្វផ្សាយប៉ុន្តែអំណាចកំបិតមុនអាគមធ្វើឲ្យវាឈប់រូបកាយបត់បែនងាកក្បាល
មកបង្ហាញចង្កុំក្នុងពេលដំណើរគ្នាខ្លះមឹងមួយទៀតរូបរាងស្លីម3ជំហានលូនតាមច្រាំងថ្មក្រានីតភ្នែកពណ៌ក្រហមសម្លឹងមើលប៉ូលីសអៀងនឹងកូនវុទ្ធឈរខាត់មុខមន្ត្រីដៃទាំងពីរកាន់កាំបិតមន្ត្រីប្រសិនបើវាលោតមកលោកប្រើកំភ្លើងប៉ះមុខវាកុំខ្លាចវាខ្ញុំគ្មានក្របរំសេវទៀតទេវុទ្ធប៉ូលីសអៀងស្រែកដៃទាំងពីរលើកកំភ្លើងជើងទាំងពីរលិចភក់រហូតស្ទើរតែមិនអាចផ្លាស់ទីអូយព្រះវានឹងឡោមព័ទ្ធស៊ីយើងទាំងអស់គ្នាកូនដែលខ្នងជាប់ជញ្ជាំងថ្មដៃទាំងពីរលួនតាមខ្លួនភ្ញាក់ផ្អើលព្រះអង្គរាក់ព្រះអង្គខ្ញុំចង់បានកូនយកគ្រឿងសក្ការៈតូចមួយដែលដាក់ក្នុងផ្លាស្ទិកចាស់ចេញមកកាន់បិទភ្នែកព្រះគ្រូជួយទៅធ្វើឲ្យខ្លាវាងឹតភ្នែកឃើញកូនជាថ្មខ្លះស្មឹងរូបរាងស្លីមទី2បោលចេញពីភក់លត់ចូលទៅវុទ្ធកិច្ចខ្លួនប៉ុន្តែកម្លាំងប៉ះរបស់មនុស្សប៉ះស្មារហូតរូបកាយព្រានវ័យក្មេងហោះទៅប៉ះប៉ូលីសអៀងលេងឃើញស្ថានភាពមិនល្អខំថ្មិញរំកិលខ្លួនដកថយពីការប្រយុទ្ធជាមួយខ្លះស្មឹងទី1គាត់សម្លឹងមើលធ្នូឈើបុរាណនៅក្នុងដៃភ្នែកមុតមមបង្ហាញពីភាពសោកស្ដាយមួយសន្ទុះមុននឹងប្រែជាភាពមើងម៉ាត់គ្រូចៅសំទោសលេងលើកជង្គង់ស្ដាំបុកធ្នូឈើបុរាណលើជង្គង់យ៉ាងខ្លាំងសំលេងឈើអាយុ100ឆ្នាំបាក់កណ្ដាលឈើបែកបង្ហាញខាងក្នុងពណ៌សរំពេចនោះមុនអាគមខ្សែសក្ការៈពណ៌សទាំងអស់ដែលបានបង្កប់ក្នុងឈើអស់ជាង10ឆ្នាំផុសចេញដូចរលកធម្មពលមុនអាគមគ្មានរូបរាងផ្សព្វផ្សាយជុំវិញព្រានធំសំឡេងបន្លឺឡើងយូររហូតខ្លះស្មឹងទាំងពីរឈប់ភ្នែកពណ៌ក្រហមផ្លឹកផ្លែតដោយការឈឺចាប់ពីធម្មពលមុនអាគមដែលបន្សាបមុនខ្មៅក្នុងរូបកាយរបស់វារលកអក្សរមុនអាគមដែលផុសចេញពីឈើដែលបាក់រាងជារង្វង់ធំធម្មពលគ្មានរូបរាងប៉ះអាប់ពណ៌ប្រផេះជុំវិញវាលភក់បំផ្លាញវិញ្ញាណឲ្យបែកខ្ចាត់ខ្ចាយមួយសន្ទុះភ្លៀងព្រៃដែលធ្លាប់ធ្លាក់ខ្លាំងឈប់ស្ងៀមដោយត្រូវដៃមើលមិនឃើញទប់ទុកកណ្ដាលអាកាសខ្លះមឹងរូបរាងស្គមស្គាំងពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វនិងខ្លះស្មឹងរូបរាងស្លីមស្រែកយំក្នុងពេលដំណើរគ្នារូបកាយរបស់វាបត់បែនយ៉ាងខ្លាំងនៅលើដីភក់មុនខ្មៅខ្សែខ្លាក្នុងរូបកាយត្រូវបានធម្មពលមុនអាគមខ្សែសក្ការៈពណ៌សដែលប្រមូលផ្ដុំអស់ជាង10ឆ្នាំបន្សាបយ៉ាងខ្លាំងរោមឆ្នោតពណ៌លឿងខ្មៅឡើងស្បែកភ្នែកមនុស្សបែកមានទឹករងៃលាយឈាមខ្មៅហូរវុតមន្ត្រីក្រោកឡើងលេងស្រែកគ្រោះវិឈើបាក់បោះចោលទៅក្នុងភក់ដៃស្ដាំដែលកាន់កាំបិតមុនអាគមដៃភ្លុកញ័រភ្នែកមុនមមមុនអាគមរបស់វាបាក់ហើយរុញវាចុះច្រាំងថ្មវុតលើកខ្លួនក្រោកឈរពីដីភក់ជូតភក់ចេញពីភ្នែកកំហឹងធ្វើឲ្យភ្លេចការឈឺចាប់ស្មាព្រានអ្វីក្មេងលោតទៅរកខ្លះស្មឹងរូបរាងស្លីមដែលកំពុងបត់បែនឈឺចាប់នៅមាត់ច្រាំងថ្មកំបិតនៅក្នុងដៃឆ្វេងលើកឡើងហើយចាក់ចុះក្រោមដើមទ្រូងឆ្វេងភ្លាមនេះសម្រាប់ឪពុកខ្ញុំវុតស្រែកខំថ្មិញបងវល់កំបិតខ្លះស្មឹងនោះបត់បែនក្រញ៉ាំយ៉ាក់ទះបក់កាត់មុខវុតទៅប៉ះថ្មរហូតបែករូបកាយរបស់វាយល់បាត់លំនឹងនៅមាត់ច្រាំងថ្មខ្ពស់ប៉ូលីសអៀងដែលទើបតែដឹងខ្លួនក្រោកឈរឡើងឈរមាំមួននៅលើភក់ប៉ុន្តែមន្ត្រីវ័យក្មេងមកពីទីក្រុងប្រើកម្លាំងទាំងអស់លើកកំភ្លើងឡើងហើយប៉ះចំកណ្ដាលច្រមុះដែលបាក់បែករបស់ខ្លះមឹងនោះសំឡេងឆ្អឹងច្រមុះបាក់បន្លឺឡើងកម្លាំងប៉ះពីលើកឲ្យរូបរាងស្លីមយៈរបស់ខ្លះស្មឹងទី2ផ្អៀងខ្នងធ្លាក់ពីគែមច្រាំងថ្មខ្ពស់ចុះទៅក្នុងជ្រៅគ្មានសំឡេងប៉ះបាតមានតែសំឡេងភ្លៀងក្នុងពេលដំណើរគ្នាខ្លះស្មឹងរូបរាងស្គមស្គាំងទី1ឈឺចាប់ពីមុនអាគមងាកក្បាលក្រញ៉ាំទះទៅជើងព្រានលេងចង់ទាញព្រានធំចុះទៅស្លាប់តាមក្នុងវាលភក់ព្រានលេងប្រយ័ត្នសំឡេងកូនស្រែកជាភាសាខ្មែរពីស្នាមប្រេះថ្មរូបរាងមូលដែលធ្លាប់ខ្លាចឥឡូវបិទភ្នែកលោតចូលភក់ដៃទាំងពីរយកថ្មក្រានីតទំហំដូចចានបាយបោះចំក្បាលខ្លះមឹងរូបរាងស្គមស្គាំងថ្មធំប៉ះត្រចៀករបស់អមនុស្សរហូតវាងាកក្បាលភក់បក់មកលើមុខកូនពេញរូបរាងមូលអង្គុយចុះមាត់បើកភ្នែកធំអូយអ្នកស្អាតបុកក្បាលខ្លាប៉ុន្តែវាមិនទាន់ស្លាប់ព្រានធំដើរភក់ចូលមកចិត្តផ្អៀងទម្ងន់ខ្លួន
ចុចជង្គង់ចុះលើទ្រូងដែលបត់បែនរបស់វាដៃស្ដាំដែលកាន់កំបិតមុនអាគមដៃភ្លុកចាក់ចំកណ្ដាលបំពង់ករបស់ខ្លះមឹងពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វសំលេងដកដង្ហើមចុងក្រោយរបស់វាបាត់ឈាមខ្មៅហូរចេញពីមាត់រូបកាយរបស់វាកន្ត្រាក់ពី3ដងមុននឹងឈប់ស្ងៀមคล้ายជាសាកសពបុរសវ័យក្មេងគ្មានឈ្មោះស្បែកស្លេកលិចចុះទៅបាតវាលភក់នៅមាត់ច្រាំងថ្មខ្មោចអ្វីទាំងអស់ត្រឡប់មកស្ងប់ស្ងាត់ត្រជាក់ម្ដងទៀតភ្លៀងដែលធ្លាក់ខ្លាំងលើច្រាំងថ្មខ្មោចចាប់ផ្ដើមស្រាលคล้ายជាអបត្រជាក់ភាពងងឹតនៃយប់15នៅតែព័ទ្ធជុំវិញវាលភក់បំផ្លាញវិញ្ញាណមានតែសំឡេងទឹកភ្លៀងធ្លាក់ពីស្លឹកត្នោតទៅដីភក់ព្រានលេងដកកំបិតមុនអាគមដៃភ្លុកចេញពីបំពង់ក៏សាក់សពបរោះវ័យក្មេងគ្មានឈ្មោះដែលឥឡូវត្រឡប់ជាមនុស្សពេញលេញរូបកាយស្គមស្គាំងលិចចុះទៅបាតភក់បន្តិចម្ដងរហូតនៅសល់តែភាពទទេព្រានធំអង្គុយចុះលុតជង្គង់ម្ខាងលើដីភក់ដកដង្ហើមធ្ងន់មុខស្លេកពីការបាត់បង់ធម្មពលមុនអាគមរួមជាមួយធ្នូឈើបុរាណដែលបាក់នៅមាត់ថ្មវុតអូនមិនអីទេលេងសួរសំឡេងតឹងដោយមិនបែរមកមើលភ្នែកមុតមមនៅតែសម្លឹងមើលអាប់ពណ៌ប្រផេះដែលកំពុងអណ្ដែតខ្ញុំមិនអីទេព្រានវុតលើកខ្លួនក្រោកឈរពីភក់ដៃនៅតែកាន់កំបិតស្មាស់ស្ដាំមានស្នាមជាំធំព្រានវ័យក្មេងដើរទៅរកប៉ូលីសអៀងដែលដេករៀបស្មើលើដីភក់មាត់ច្រាំងថ្មជូតភក់ចេញពីមុខមន្ត្រីភ្នែកដ៏មុតមមដែលធ្លាប់អួតអាងក្នុងបន្ទប់ធ្វើការឥឡូវទៅទេទំនុកចិត្តក្នុងវិជាសាស្ត្រនិងអាវុធដ៏ខ្លាំងក្លាត្រូវបានបំផ្លាញដោយក្រញាំនិងសម្លេងឆ្អឹងប្រែខ្លាយរបស់អមនុស្សអូយព្រះគ្រូកូនមិនទាន់ស្លាប់សម្លេងកូនខ្សឹបខ្សៀវរូបរាងមូលបន្តិចម្ដងបន្តិចលូនចេញពីភក់ដៃទាំងពីរនៅតែកាន់គ្រឿងសក្ការៈតូចប្រសិនបើឯងនៅតែរអ៊ូនោះមានន័យថាឯងមិនទាន់ស្លាប់ទេកូនវុតបែរមកនិយាយសម្លេងញ័រប៉ុន្តែមិនអាចទប់ចិត្តមិនឲ្យដើរទៅជួយទាញដៃកូនអូយអរគុណព្រះអង្គអរគុណព្រានអរគុណលោកសិនបើអ្នកស្អាតម្នាក់នេះមិនបានយកថ្មបុកក្បាលវាទេឥឡូវនេះខ្ញុំប្រហែលជាទៅរាប់កាក់ក្នុងពោះខ្លាហើយកូនរអ៊ូអាំងដៃលូនតាមខ្លួនជើងនៅតែញ័រលេងលើកខ្លួនក្រោកឈរឡើងយឺតដើរទៅយកកំបិតមុនអាគមដៃភ្លុកដាក់ចូលស្រោមភ្នែកសម្លឹងមើលបំណែកធ្នូឈើដែលលិចក្នុងភក់ភ្នែកបង្ហាញពីភាពសោកស្ដាយមួយសន្ទុះចេញពីវាលភក់នេះទៅយប់គ្មានពន្លឺច័ន្ទអាចកំបាំងច្រាំងថ្មខ្មោចមិនទាន់ចប់ទេសំឡេងកំភ្លើងរបស់លោកនិងសំឡេងធ្នូឈើបាក់វាដាស់ព្រៃឲ្យភ្ញាក់អស់ហើយរំពេចនោះខ្យល់ព្រៃធំបក់បោកចុះពីកំពូលច្រាំងថ្មក្រានីតម្ដងទៀតអាប់ពណ៌ប្រផេះដែលធ្លាប់ស្ដើងក៏ត្រឡប់មកក្រាស់វិញយ៉ាងឆាប់រហ័សក្លិនសើមនៃភក់រលាយបាត់ប៉ុន្តែអ្វីដែលបក់មកតាមខ្យល់គឺក្លិនខ្លាំងស្អុយលាយជាមួយក្លិនទឹកអប់បុរាណក្លិននៃខ្លាចាស់ទី1ដែលបានលិចចុះទៅបាតវាលភក់ហើយនៅក្នុងភាពងងឹតនៅពីក្រោយអាប់ពណ៌ប្រផេះនៅលើផ្លូវតូចចង្អៀតមាត់ច្រាំងថ្មដែលជាផ្លូវត្រឡប់ទៅភូមិមានសំឡេងជើងធ្ងន់ដើរសំឡេងដើរឆ្ពោះមករកពួកគេយឺតអ្នករាល់គ្នាស្ពឹកប៉ូលីសអៀងរំកិលខ្លួនដកថយរហូតកែងជើងប៉ះគែមច្រាំងថ្មវុតប្រញាប់ចាប់កដៃមន្ត្រីលើកកំបិតជើងញ័រចំណែកកូនអង្គុយចុះដៃទាំងពីរក្រាបគ្រឿងសក្ការៈអូយវាត្រឡប់មកវិញបន្ទាប់មកខ្លាចចាស់មិនស្លាប់ព្រានបំផ្លាញវិញ្ញាណក៏ចាក់ក្បាលវាហើយឥឡូវនេះជួយអ្នកស្អាតព្រានលេងមិនឆ្លើយសំឡេងកូនភ្នែកមុតមមសម្លឹងឆ្លងកាត់ភាពងងឹតដៃស្ដាំកាន់កំបិតមុនអាគមដៃភ្លុកធ្នូឈើបាក់អស់ហើយមុនអាគមខ្សែសក្ការៈពណ៌សលេងបាត់ឥឡូវនេះនៅសល់តែចិត្តសាច់និងកំបិតខ្លីមួយដើមប្រយុទ្ធជាមួយព្រៃច្រាំងថ្មខ្មោចពន្លឺគោមស្រអាប់នៅលើដីបង្ហាញរូបរាងយក្សដែលកំពុងដើរកាត់អាប់ប៉ុន្តែអ្វីដែលលេចឡើងនៅចំពោះមុខមិនមែនជាខ្លាឆ្នូតយក្សទេវាគឺជារូបកាយពូម៉ាន់ឪពុករបស់វុតរូបកាយនោះដើរយឺតអាវក្រណាត់ប្រឡាក់ភក់ខ្មៅគ្មានមុខរបួសគ្មានពោះវៀនហូរដូចរូបភាពបំភាន់នៅខ្ទមចាស់មុខស្គមសង្កឹះញញឹមវុតកូនឪពុករួចពីខ្លាហើយឪពុកពួននៅមាត់ច្រាំងថ្មមករកឪពុកមែនទេវុតភ្នែកបើកធំទឹកភ្នែកហូរកំហឹងនឹងការសោកស្ដាយរួមបញ្ចូលគ្នារហូតបាត់ស្មារតីព្រានវ័យក្មេងបណ្ដោយដៃប៉ូលីសអៀងធូដូចជានឹងដើរចូលភក់ទៅរកឪពុកវុតកុំលេងស្រែក
ลูกได้ตัวเตียงโกอาวุธเตียงอย่างคลังระโหดวุดดวลขนองจอเลอได้ผุตุกอปุกขยมเปลี่ยนนุกอปุกขยมมันตอนสลับเตวุดยมพี่เยี่ยมกราวลางมือเจืองเวียมือเล่งใส่จงออลเติบในข้างกราวในรูปกายปูมันปนลือสระอับปีเมฆบังหายภายข้างกราวกราวอาวรูปกายปูมันดาวผุปนตายขมิ้นเจืองมนุษย์เอาไว้ได้จดเจอจอตึกขนมได้ผุคือกระยำคลายเจให้ในกันดาลทงาปูมันเมียนจงปรุยมนอากมจงกรอยระบเลงวีคือเจคลายเจได้ขจายรูปกายนึ่งบำนายวิญญาณปูมันดามใบปลายคลายบัญชาวสัตว์เปรย์ในจบขมิ้นปนลือจันเปดังทากาบัญชาวมันบานสำรัจสนามยันยมเกาะกระดาในเลือมกปูมันปลายเจียยันยมไห้ระโหดหมดไห้ดอลตรจีพเนจมวยกูปลายจีปอกระหอมพลือสำเลงเกาะกระดาปลายเจียสำเลงกระหมเนรอลขณีฉลาดนะปนใต้ทั้งไงนี้ขมีเนนารุ่ยปีจรังทมอกขมาวเตรูปกายปูมันบดแบนสำเลงจังบัดเลอหลังรมชโนดกระดอกเจนปีอาวปลายคลายจีคลายโซโดยดาวมุกโดยมนุษย์จ้ะบังหานจังโกมจึงกรอยปีระบอลพวกโหลดกัดอับโจลหมกรกเปลี่ยนเลงหนึ่งวดรูปเรียงเยะระบอคลาจ้ะโหลดกัดอับกระกรอยยำเยะโกดาวตรุงวุดกรอนแต่เลึกกำบัดโดยออสังคมปันตายเวียมันแมนจิสำเลงกรอยยำให้สัจวุดเตเวียคือจะเปลี่ยนเลงได้โหลดโจลหมกเปลี่ยนทมปราสมาบกวุดอ่อยกิจพอดมนหนังปราใดตั้งปีการกำบัดมนอากมใดพลุกจะจอมกันดาลตรุงระบบคลายเจ็บคลายจะกระหมชื่อจับกระยำขังกรอยแต่บอกปากกะใดหนังใดเลงระโหดสัจให้ชิมกระหอมโหบดมนตรีโกนจดวิจอเลงสลายมุกตานตังใดตั้งปีเนื้อแต่การกำบัดจะยังตังบดพญะกาภัยคลายอรลีบัดเปลี่ยนไว้เขมรโยกกำเพลิงเขมียนกรอบระบบมนตรีกราวโชเลิกกำเพลิงบกจึงกงข้างกรอยระบบคลาแรงเปลี่ยนบุตรใส่ปลิเอียงรมกลคลุนหมอกปลากำลังจงกรอยเอากันตุยเวงตีนเติมหมดจรังทมอเนสอาดโกนได้กำปงเดชรมกลคลุนเอาจึงข้างมุกคลาผู้โจหมดรูปเรียงยะระบบคลาจ้ะตรือบานจองจวบโดยกำลังใบนึ่งกำบัดมนอากมเวียบอดบานกันแต่ต่อสู้ตุงงนทมหนึ่งพวกเนื้อหมดจรังทมอเพื่อเอาเวียได้พวกหมดจรังทมอขมาวดูลรูปเรียงยะระบบคลาจ้ะระทะเลปนตายกระยำขังมุกจับกระไดสดำระบบเปลี่ยนเลงเปลี่ยนปุลิเอียงหนึ่งวุฒิใส่ลดตัวจับไดเชงนึกก่ออาวมุกเปรรูปกายเปลี่ยนเลงเปะกันดาลอันใดเลยเจอพเนจมุดม่อมระบบเปลี่ยนทมสำลังเจอตึกขนมพเนจปอกระหอมมุกระบบคลาจ้ะจับดามเปรตลบตัวจมุกครูจอบหายครูเลยนิยสำเลงเตียบปราไดเชงเลงกำบัดกรวิดไดมนอากมปรุยเนเลือทงาคลาใบรูปกายคลาจ้ะทะเลจ่อฉลองกัดอับปอประเพจกตึกขนมเจริญจรังทมอขมอยปนลือทั้งไงทำไมเรียบ่มพลือจรังทมอขมอยเพียบงงเงิดหนึ่งเพลียงอักรบัดเตอเนยสอลแต่เพียบสงบสงัดในปรีเนตั้งบวนกุยเนเลือทมอออกกำลังเปลี่ยนเลงอังกุยสมาธิปลายกระนัดรมมุกระบัวพเนจหมดมอมสำลังเติบเพลได้ฉบับในขางมุกวดอังกุยกระบายเอากำมัดอปุกพเนจบังหานปิเพียบทูสราลโอ้ยทั้งไงเรียหายรู้ชีวิตเนียสะอาดสำเลงโกนได้เรียบสมาเลือทมอเปลี่ยนเลงเลิกกรอยประสันบาโลกเอาหลุยใบรอยหรือปรำรอยย้อมก็มันเมาได้จรังทมอขมอยนี่ตลบเตอพร้อมตัวยีเจอมปีบอมนอลประสาเจียงวดซอยสราลเงี้ยหมกมือเปลี่ยนเลงเปลี่ยนทมมันเยเอาไว้เตกดกร้อนแต่ยังยำเสียมกรอกโชลางดักทองดักบำนายเชอมนนังดานอมเนรอคเนียจกปีจรังทมอขมาวชปูเตภูมิบรรซอลตุกเรื่องเปล่งคลาจากกอบเจริญเนื้อกรอมเจริญเจริญกระโหดสมออกกุลได้บานสดับหนึ่งเนื้อจิมวยเพียบงงเงิดเนื้อเรียไตรนี้ประสันบาโจจัดเพียบเพยรทดใบเปรยกลมพลิกตามดานจดกันดังชาแนลระบยืงดำใบรงจำสดับเรื่องราวเพยรทดบรรทบได้เตรียมคลวนทั่วไอเนเพยรทดเปยุบสำหรับเรียไตรนี้ประยัดสำเลงซับกระบายบังอวด
ហើយដេកលក់សុបិនល្អសូមអរគុណ